ហេតុអ្វីបានជាមនុស្សឆ្លាតពូកែជាច្រើនមិនជោគជ័យមនុស្សឆ្លាតពូកែជាច្រើនកំពុងតែរស់នៅក្នុងជីវិតធម្មតាមិនមែនពីព្រោះតែពួកគេមិនអាចជោគជ័យបានឡើយតែពីព្រោះពួកគេមិនអាចគ្រប់គ្រងខ្លួនឯងបានអ្នកត្រូវបានបង្រៀនថាបើអ្នកពូកែឆ្លាតអ្នកនឹងជោគជ័យតែជីវិតពិតមិនដូច្នោះទេអ្នកឃើញមនុស្សឆ្លាតជាងអ្នកជាច្រើនប៉ុន្តែជីវិតពួកគេមិនទៅណាមិនរីកចម្រើនហើយអ្នកក៏ឃើញមនុស្សធម្មតាដែលមិនសូវពូកែឆ្លាតតែពួកគេចេះធ្វើហើយពួកគេជោគជ័យបញ្ហាមិនមែននៅលើគំនិតទេបញ្ហាគឺនៅលើការគ្រប់គ្រងអ្នកដឹងថាអ្វីត្រូវធ្វើតែអ្នកមិនធ្វើអ្នកមានគំនិតល្អតែអ្នកមិនអនុវត្តអ្នកចាប់ផ្ដើមប៉ុន្តែបន្ទាប់ពីជួបការលំបាកឬឧបសគ្គមួយចំនួនមកអ្នកក៏បោះបង់មិនតស៊ូដល់ទីបញ្ចប់នេះហៅថាកង្វះការគ្រប់គ្រងខ្លួនឯងមនុស្សពូកែឆ្លាតជាច្រើនត្រូវបានបំផ្លាញដោយភាពស្រណុកសុខស្រួលដែលភាសាអង់គ្លេសហៅថា comfort zone ពួកគេចូលចិត្តគិតជាជាងធ្វើពួកគេចូលចិត្តរៀនជាងអនុវត្តហើយពេលដែលពួកគេបរាជ័យពួកគេមានហេតុផលជាច្រើនតែគ្មានលទ្ធផលការពិតជោគជ័យមិនមែនមកពីការពូកែឆ្លាតទេតែវាមកពីការធ្វើជាប្រចាំបើអ្នកពិតជាចង់ជោគជ័យអ្នកមិនត្រូវការចិត្តគំនិតឆ្លាតពូកែជាងមុនទេអ្នកត្រូវការតែការគ្រប់គ្រងខ្លួនឯងឲ្យបានខ្ពស់ជាងមុនធ្វើអ្វីដែលអ្នកដឹងថាត្រូវធ្វើបើទោះបីជាមិនមានអារម្មណ៍ចង់ធ្វើវាក៏ដោយបញ្ឈប់ការរងចាំអារម្មណ៍ល្អបញ្ឈប់លេសផ្សេងចាប់ផ្ដើមគ្រប់គ្រងសកម្មភាពបើអ្នកមិនអាចគ្រប់គ្រងខ្លួនឯងបានទេនោះការឆ្លាតវៃរបស់អ្នកគ្មានតម្លៃអ្វីឡើយប៉ុន្តែបើអ្នកអាចគ្រប់គ្រងខ្លួនឯងបានវិញសូម្បីតែអ្នកជាមនុស្សធម្មតាមានប្រាជ្ញាធម្មតាក៏អាចជោគជ័យបានដែរ